ខ្ញុំតែងឃើញគេនៅក្នុង story រាល់យប់ញញឹមក្បែររោមនោះអ្នកដែលមិនមែនខ្ញុំត្រឹមអង្គុយមើលដោយមិនហ៊ានreact ព្រោះខ្លាចគេដឹងថាខ្ញុំនៅតែនឹកគេធ្លាប់និយាយគ្នារហូតដល់ភ្លឺឥឡូវសល់តែសៀងធ្លាប់ជាមនុស្សដែលគេទំលរឥឡូវក្លាយជានោះមិនសូវសំខាន់ខ្ញុំមិនដឹងទេថាអ្វីបានផ្លាស់ប្ដូរដឹងត្រឹមថាពេលនេះពួកយើងលេងដូចមុនខ្ញុំនៅរក្សាចាស់ទូគ្មានន័យអ្វីទៀតព្រោះយ៉ាងហោចណាស់វាបញ្ជាក់ថាគេធ្លាប់ត្រូវការខ្ញុំឥឡូវខ្ញុំគ្រាន់តែជានូបក្នុង story ដែលគេ scroll រំលងមិនចាប់អារម្មណ៍ពីមនុស្សដែលធ្លាប់សំខាន់រាល់ថ្ងៃคล้ายជាអ្នកមិនសូវនឹកឃើញខ្ញុំមិនខឹងទេដែលគេជ្រើអ្នកផ្សេងខ្ញុំគ្រាន់តែសោកស្ដាយដែលខ្ញុំធ្លាប់គិតថាពួកយើងអាចលើពីនេះមានយប់ខ្លះខ្ញុំចង់ប្រាប់ទៅគេថាខ្ញុំនឹកអ្នកណាស់តែចុងក្រោយបានត្រឹម delete មុនពេល send ព្រោះខ្ញុំដឹងច្បាស់ថាកន្លែងមួយនោះនៅក្នុងបេះដូងគេមានអ្នកផ្សេងកាន់រួចហើយខ្ញុំនៅតែជាមនុស្សក្នុង story ដែលលាក់អារម្មណ៍ក្រោយពេលថាមិនទោះគេមិនដែលដឹងក៏ដោយខ្ញុំនៅតែនឹកគេដែរហើយថ្ងៃណាមួយបើគេលុបរូបខ្ញុំចេញពីជីវិតប្រហែលនៅសល់តែអនុស្សាវរីយ៍ដែលខ្ញុំមើល